ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាត្រឡប់មកវិញហើយចាជាមួយនឹងវីដេអូរបស់នាងខ្ញុំចាថ្ងៃនេះនាងខ្ញុំសូមបង្ហាញមុខម្ហូបមួយឲ្យបងប្អូនទាំងអស់គ្នាទស្សនាចាគេមុខម្ហូបអត់មានអីប្លែកទេបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំសូមបង្ហាញមុខម្ហូបមួយដែលហៅថាស្ងោរស្ពៃកញ្ញាចាជាមួយសាច់ជ្រូក3ជាន់ចាបងប្អូនទាំងអស់គ្នាឥឡូវគឺនាងខ្ញុំបានហាន់ស្ពៃកញ្ញារួចរាល់ហើយនេះខ្ញុំចាប់ផ្ដើមលាងទឹកជាមួយនឹងស្ពៃកញ្ញាចាដើម្បីសម្អាតវាឲ្យស្អាតចាជាមួយនឹងសាច់ស្អាតផងដែរចាគឺយើងលាងឲ្យឆុនទឹកបងប្អូនអរគ្នាដើម្បីឲ្យវាស្អាតចាចាបន្តមកទៀតគឺខ្ញុំចាប់ផ្ដើមហាន់ទឹកជ្រូកបងប្អូនអរគ្នាចាបើសិនជាបងប្អូនខ្ជិលហាន់ឬក៏ខ្ជិលចាំអីបងប្អូនមានដាក់ម៉ាស៊ីនក្លុកទៅតែសម្រាប់នេះខ្ញុំថ្ងៃនេះគឺអត់ចង់ក្លុកសាច់ទេចាគឺនាងខ្ញុំចង់ចិញ្ច្រាំសាច់បងប្អូនទាំងអស់គ្នាចាបន្តមកទៀតគឺនាងខ្ញុំចាប់ផ្ដើមដាំខ្ទឹមបងប្អូនទាំងអស់គ្នាចាបន្តមកគឺនាងខ្ញុំចិញ្ច្រាំចាចិញ្ច្រាំវាហើយយើងទៅដាក់ជាមួយនឹងសាច់ជ្រូកដែលនាងខ្ញុំបានច្រាំមិញបងប្អូនទាំងអស់គ្នាចាឥឡូវគឺរួចរាល់ហើយឥឡូវគឺនាងខ្ញុំចាប់ផ្ដើមដាក់ឆ្នាំងសម្លចាបន្ទាប់មកគឺនាងខ្ញុំចាក់ទឹកចូលបងប្អូនទាំងអស់គ្នាចានេះខ្ញុំថាដាក់ទឹកតែល្មមទេដោយសារស្ពៃរបស់ខ្ញុំយើងតិចដែរចាបន្ទាប់មកគឺទឹកស្ករពុះគឺនេះខ្ញុំដួសទឹកស្លហ្នឹងមកចាក់នៅលើសាច់ជ្រូកច្រាំបងប្អូនទាំងអស់គ្នាចាយើងធ្វើបែបនេះកុំឲ្យសាច់ជ្រូករបស់យើងនឹងវាដុំបងប្អូនទាំងអស់គ្នាចាបន្ទាប់មកគឺនេះខ្ញុំចាក់ទឹកត្រីចាក់អំបិលប៊ីចេងស្ករឲ្យចូលចាបន្ទាប់មកគឺនាងខ្ញុំដាក់ទឹកជ្រូក3ជាន់ចាហើយចំណែកពងទានេះដោយសារពងទាសអញ្ចឹងនាងខ្ញុំឆ្នៃដាក់វាចូលបងប្អូនអរគ្នាចាយើងកាត់វាទៅហើយបន្ទាប់មកគឺនាងខ្ញុំដាក់ស្ពៃកញ្ញាចូលបងប្អូនទាំងអស់គ្នាចាបន្តមកទៀតគឺនាងខ្ញុំចាប់ផ្ដើមច្របល់ទឹកស្លហើយនឹងបន្លែដើម្បីឲ្យវាឆាប់ឆ្អិនណាបងប្អូនគ្នាឥឡូវទឹកស្លរបស់នេះខ្ញុំគឺបានពុះរួចរាល់ហើយបន្ទាប់មកគឺនេះខ្ញុំដាក់ទឹកខ្ទឹមចាឥឡូវគឺសម្លរបស់គ្នាខ្ញុំបានឆ្អិនរួចរាល់ហើយនេះខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់នេះខ្ញុំតាំងពីដើមដល់ចប់អរគុណច្រើនហើយសូមកុំភ្លេចជួយ Subscribe YouTube របស់នេះខ្ញុំម្នាក់មួយផងអរគុណច្រើនជំរាបលាសុខភាពដល់ទាំងអស់គ្នាបងប្អូនបាយបាយ